សពសាយពធនេះគឺអង្គខ្ញុំបកណាអាត្មានឹងលើកឡើងនៅពធរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គបានប្រកាសសម្ដែងមកហើយនោះប្រកេនប្រកាសណាពុទ្ធម្ចាស់គ្រប់ព្រះអង្គតែញាតិញោមប្រហែលថ្ងៃមុននោះគឺថាបានសម្ដែងបានស្ដាប់ប្រវត្តិរបស់ព្រះឧរុវេលកសបៈគឺជាប្រធេរៈមួយរូបដែលលោកនឹងមាននៅបរិវារច្រើនញាតិញោមតែមុននឹងលោកបានចូលមកបួសនៅក្នុងព្រះពុទ្ធសាសនាឬថាការបដិបត្តិនៅធម៌វិន័យរបស់ព្រះចិនស្រីនៃយើងហ្នឹងគឺថាពីខាងដើមហ្នឹងគាត់ធ្លាប់បួសជាចេតិលហ្នឹងមានន័យថាបួសជាអស័យអ្នកបូជាភ្លើងនឹងចេដើមហ្នឹងញោមរួចហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងព្រះអង្គឃើញនៅប្រមាណមើលនៅបដិស័យនោះថាឃើញបដិស័យរបស់ឧរុវេលកសបៈនឹងដែលដល់នៅភាពជាព្រះអរហន្តដែលពិតប្រាកដណាញោមគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រូវទៅសម្ដែងបដិហាប្រោះចំពោះនឹងចិត្តដល់នឹងណាឧរុវេលកសបៈនឹងយ៉ាងណាក៏ដោយក៏នឹកថាព្រះមហាសមណគោតមនឹងថាព្រះអង្គនឹងមានបុណ្យបារមីខ្ពស់ណាស់គឺថាមានស្ដេចចាតុមហារាជការមានស្ដេចនៃទេវតាគឺសកៈទេវរាជមានព្រំមានអីនឹងព្រះអង្គចុះមកថ្វាយបង្គំដើម្បីប្រាថ្នានឹងស្ដាប់ពធយ៉ាងណាក៏ដោយក៏ប៉ុន្តែព្រះសមណគោតមនឹងមិនមែនជាព្រះអរហន្តដូចជាកតនឹងទេចឹងកតនឹងមានទិដ្ឋិនឹងរឹងតតឹងដែរនេះគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងបដិហាដែលមានប្រការនឹងច្រើនណាស់តម្រាំតែឧរុវេលកសបៈនឹងទម្លាក់នៅទិដ្ឋិរបស់ខ្លួននឹងចោលរួចពីដែលលោកនឹងបានបួសហើយគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បាននាំភិក្ខុទាំងឡាយនឹងចូលទៅកាន់ឧសៀននៃថ្នោតចំតុងហ្នឹងញោមទៅបានជួបជាមួយនឹងព្រះបាទប្រសេនតិកោសលស្ដេចនឹងក៏បានយាងចូលទៅកល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គនឹងក៏ជាម្ចាស់នឹងព្រះអង្គគង់ប្រថាប់នៅនឹងគឺថាព្រមទាំងពួកបរិវារពួកព្រាហ្មណ៍និងកហបតីនឹងរួមជាមួយនឹងផងតែថាពួកបរិវាររាជបរិវារមានពួកព្រាហ្មណ៍និងកហបតីទាំងអស់ហ្នឹងគឺថាមានអ្នកខ្លះទៅគោរពអ្នកខ្លះទៅមិនគោរពមានអាការៈមិនមានរបៀបរបបចឹងណាញោមចឹងទៅអ្នកដែលចូលទៅហ្នឹងក៏អ្នកខ្លះទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយពោលនពាល្អហើយអ្នកខ្លះទៀតនៅស្ងៀមមិនធ្វើអាការៈអ្វីមួយឡើយគ្រាន់តែឈរនៅស្ងៀមចំពោះព្រះភិក្ខមុខព្រះអង្គចឹងទៅព្រះមានព្រះភិក្ខព្រះអង្គទ្រង់តាន់ឃើញនៅអាការៈរបស់ពួករាជបរិវារហ្នឹងមានភាពក្រអឺតក្រទួមអ្នកខ្លះទៅមានការគោរពអ្នកខ្លះទៀតមិនគោរពចឹងទៅព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងព្រះអង្គទ្រង់មិនសម្ដែងនៅប្រធមហ្នឹងទេញោមគឺថាមនុស្សទាំងឡាយហ្នឹងនៅមានសេចក្តីសង្ស័យហ្នឹងយ៉ាងម៉េចញោមសង្ស័យថាមនុស្សខ្លះហ្នឹងគាត់សង្ស័យថាតើព្រះតថាគតគឺព្រះសម្មាសម្ពុទ្ធជាម្ចាស់ឬក៏ព្រះឧរុវេលកសបៈថេរហ្នឹងអ្នកណាជាអ្នកមានអានុភាពច្រើនចាំទៅមនុស្សទាំងឡាយហ្នឹងគេមានសេចក្តីមិនគោរពខ្លះអ្នកខ្លះទៅក្រុមចឹងទៅតែព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គក៏ដឹងសេចក្តីសង្ស័យនឹងរឿងទាំងអស់ហ្នឹងជាមុនហ្នឹងព្រះមានព្រះភិក្ខត្រង់ពិចារណាឃើញនៅហេតុហ្នឹងហើយញោមសួរព្រះអង្គទ្រង់ត្រាស់សួរទៅដល់ព្រះឧរុវេលកសបៈថេរហ្នឹងឲ្យបានឮគ្រប់គ្នាដែលជាសញ្ញាប្រាប់ឲ្យព្រះឧរុវេលកសបៈហ្នឹងជួយកាត់សេចក្តីសង្ស័យរបស់មហាជនទាំងឡាយហ្នឹងញោមដែលមានសេចក្តីងឿងឆ្ងល់ថាតើព្រះសម្មាសម្ពុទ្ធជាម្ចាស់ឬក៏ព្រះកសបៈថេរហ្នឹងលោកជាអ្នកធំជាងទៅតើព្រះសម្មាសម្ពុទ្ធព្រះអង្គមានអានុភាពច្រើនឬក៏ព្រះឧរុវេលកសបៈនឹងមាននៅអានុភាពច្រើនមហាជនមានសេចក្តីសង្ស័យចឹងទៅព្រះសម្មាសម្ពុទ្ធក៏ដែលប្រាប់សញ្ញាឲ្យព្រះឧរុវេលកសបៈនឹងជួយកាត់សេចក្តីសង្ស័យដល់មហាជនទាំងឡាយទាំងថា
ព្រះអង្គក៏បានត្រាស់ថារាលកាសបៈហេតុអ្វីទើបអ្នកនឹងលះបង់នៅលទ្ធិមានន័យថាការយល់ឃើញរបស់ព្រះឧរុវេលកាសបៈថេរនឹងពីខាងដើមនឹងហើយមកប៊ូសនៅក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធឬថាប៊ូសជាសាវករបស់ព្រះតថាគតនឹងវិញព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សួរអញ្ចឹងតើព្រះឧរុវេលកាសបៈនឹងបានក្រោកឡើងថ្វាយបង្គំព្រះបរមសាស្តាដោយការថ្វាយនមស្ការនឹងអោនប្រស័យស័កនឹងកាត់ចោះក្រោមលើនៅប្រថៈនៅផែនដីនឹងហើយបានហោះទៅលើអាកាសតែខ្ពស់ប្រមាណស្មើនឹងដើមថ្នោតនឹងហើយក៏ត្រឡប់ចុះមកថ្វាយបង្គំព្រះយុគលបាទនៃព្រះសម្ពុទ្ធវិញហើយបានក្រាបទូលដោយសម្លេងខ្លាំងថាបបិទ្ធព្រះអង្គដ៏ចម្រើនហេតុដែលខ្ញុំព្រះអង្គនឹងលះបង់នៅលទ្ធិពីខាងដើមនឹងហើយចេញមកបួសជាសាវករបស់ព្រះអង្គនឹងព្រោះបានឃើញនៅផ្លូវរបស់ព្រះអង្គនោះជាផ្លូវនៃសន្តិសុខមានន័យថាការបួសនៅក្នុងសម្រាប់នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងចឹងនេះញោមដែលមិនមាននៅកិលេសជាគ្រឿងរារាំងធ្វើឲ្យកើតទុក្ខមិនមានសេចក្តីកង្វល់មកពាក់ព័ន្ធមិនមែនជាធម៌ដែលជឿតាមគ្នាទេដែលជាគុណដែលប្រកបដល់ចិត្តខ្ញុំព្រះអង្គទើបខ្ញុំព្រះអង្គនឹងលះបង់នៅការបូជាភ្លើងនឹងចោលនឹងលោកហោះបណ្ដំព្រះសម្មាសម្ពុទ្ធថ្វាយបង្គំព្រះអង្គហើយលោកហោះទៅលើនឹងដែលមានកម្ពស់នឹងស្មើនឹងដើមថ្នោតឲ្យពោលយ៉ាងហ្នឹងណាញោមហើយលុះដល់ពេលលោកពោលចប់សពគ្រប់ហើយបានប្រកាសទៅទៀតថាព្រះអង្គនឹងជាព្រះបរមសាស្តារបស់ខ្ញុំព្រះអង្គតែខ្ញុំព្រះអង្គនឹងជាសាវករបស់ព្រះអង្គហើយលោកនឹងក៏បានត្រឡប់ហោះទៅលើអាកាសនឹងទៀតដោយមានកម្ពស់នឹងពីជួរថ្នោតហើយក៏បានត្រឡប់ចុះមកថ្វាយបង្គំយុគលបាទព្រមទាំងប្រកាសសម្ដែងខ្លួនថាជាសាវករបស់ព្រះមានព្រះភិក្ខនឹងដូចលើកមុនទៀតមកហើយការហោះឡើងទៅលើអាកាសនឹងត្រឡប់មកថ្វាយបង្គំព្រះយុគលបាទហើយទាំងលោកពោលយ៉ាងណានោះគឺថាព្រះឧរុវេលកាសបៈនឹងលោកធ្វើអរិយៈពេល7ដងដោយលោកនឹងបានពោលសេចក្តីយ៉ាងហ្នឹងញោមគាត់ថាព្រះអង្គគឺជាសាវកព្រះឧរុវេលកាសបៈនឹងជាសាវករបស់ព្រះចិនស្រីហើយបរិស័ទដែលទាំងអស់ដែលមកប្រជុំគ្នាហ្នឹងគឺថាអស់សេចក្តីសង្ស័យទៀតណាញោមអស់សេចក្តីសង្ស័យទៀតថាតើព្រះឧរុវេលកាសបៈឬក៏ព្រះតថាគតហ្នឹងព្រះអង្គមាននៅអនុភាពនឹងច្រើនឬថាបុណ្យបារមីច្រើនអញ្ចឹងណាញោមដល់ពេលព្រះឧរុវេលកាសបៈនឹងលោកបានធ្វើឲ្យមហាជនទាំងឡាយនឹងមានសេចក្តីសង្ស័យនឹងទៀតហើយនេះគឺជាពុទ្ធវិធីដោះស្រាយបញ្ហាចំពោះមុខដោយត្រង់នឹងធ្វើឲ្យមហាជនទាំងពួងនឹងប្រកាសក្នុងចិត្តថាព្រះពុទ្ធទ្រង់ប្រសើរជាងឧរុវេលកាសបៈបន្តមកគឺថាព្រះមានព្រះភិក្ខព្រះអង្គក៏បានចាប់ដើមដុសខាត់ចិត្តរបស់អ្នកនគររាជក្រឹសនឹងមានប្របាទពិនវិសានឹងជាប្រធានឲ្យស្អាតដោយគ្រឿងខាត់គឺធម្មៈគឺព្រះអង្គបានត្រង់ត្រាស់សម្ដែងនៅអនុពពីកថានឹងមកសម្ដែងហើយការបើត្រង់យល់ឃើញថាចិត្តរបស់មហាជនព្រមទាំងព្រះរាជានឹងថ្លាស្អាតហើយទើបព្រះអង្គទ្រង់សម្ដែងនៅអរិយសច្ចៈ4គឺមានទុក្ខគឺសភាពដែលតាំងនៅបានយូរសមុទយៈគឺជាហេតុនាំឲ្យកើតទុក្ខនិរោធៈគឺការរលត់ទុក្ខនិងមគ្គៈគឺផ្លូវបដិបត្តិឲ្យបានដល់នៅទីរំលត់ទុក្ខពោលគឺព្រះនិព្វានចំណែកឯបរិស័ទដែលមានទាំងអស់នោះគឺថា12ចំណែកមានរហូតដល់120000នាក់ញោម120,000ហ្នឹងអ្នកខ្លះទៅបានសម្រេចជាព្រះអរិយៈមានព្រះសោតាបានហើយអ្នកខ្លះទៀតក៏តាំងនៅក្នុងត្រៃសរណគមគឺបានដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹងជាទីពឹងទីរលឹកជាបាសកបាសិកា
ហើយព្រះបាទប៉ុនពិសារាជហ្នឹងព្រះជាក៏ត្រង់នឹងបានសម្រេចជាព្រះសោតាបានដែរហើយតែព្រះជាហ្នឹងក៏បានត្រង់ពោសរសើរនៅព្រះធម៌ទេសនានឹងបានថ្វាយនៅឧទ្យានវេលវ័នហ្នឹងទុកជាវត្តដំបូងនៅក្នុងព្រះពុទ្ធសាសនាហើយផលដែលកើតមានដល់មហាជននៅក្នុងក្រុងរាជក្រឹសហ្នឹងញោមព្រោះតែមានព្រះបាទប៉ុនពិសារាជនឹងជាប្រធានក្នុងគ្រានោះគឺឧរុវេលព្រះឧរុវេលកសបៈថេនឹងគឺថាជាកម្លាំងដ៏សំខាន់ដែលជួយដឹកនាំចិត្តឲ្យកើតសេចក្តីទន់ភ្លន់នឹងបានដោយងាយក៏ដូចជាលោកប្រៀបថាដូចជាក្រមួនភ្នំឃ្មុំដែលត្រូវភ្លើងឆេះរោលគឺជាផលដែលប្រកបទៅដោយប្រយោជន៍ដល់ព្រះពុទ្ធសាសនាយ៉ាងច្រើនទៅធ្វើឲ្យព្រះសាវកហ្នឹងគឺថាមានមួយពាន់រូបនោះបាននាំគ្នាជាបរិវារចបតាមនឹងព្រះឧរុវេលកសបៈនឹងតទៅទៀតចឹងថាបរិវាររបស់លោកនឹងមាន1000រូបដែលជាបរិវារហ្នឹងក៏តាមជាប់ព្រះឧរុវេលកសបៈនឹងតទៅទៀតហើយភិក្ខុទាំង1000រូបហ្នឹងតមកលោកបានកូនសិស្សមួយរូបទៀតទៅបានជាភិក្ខុហ្នឹង2000រូបហើយកូនសិស្សទាំងនោះហ្នឹងថាមានកូនសិស្សម្នាក់ទៀតហ្នឹងគឺថាការរួមទាំងអាចារ្យទាំងសង្ឃគឺថាមាន3000រូបគុណគឺសេចក្តីល្អរបស់ព្រះឧរុវេលកសបៈហ្នឹងដែលជាអ្នកជួយប្រដស្ថានព្រះពុទ្ធសាសនានៅក្នុងដែនមគ្គធៈហ្នឹងការជួយប្រកាសព្រះសាសនាដោយការដោយជំនាញនិងការចេះយល់អព្យាស្រ័យបរិស័ទនឹងទៅជាហេតុធ្វើឲ្យលោកនឹងមានបរិវារច្រើនជាង500រូបហើយមានផែនមកទៀតនឹងថាជាច្រើនយ៉ាងក្រៃលែងព្រោះហេតុយ៉ាងហ្នឹងហើយទៅព្រះមានប្រភាព្រះមានជោគនឹងព្រះអង្គតែងតាំងនៅព្រះឧរុវេលកសបៈនៅក្នុងតំណែងអេតតកៈហ្នឹងថាព្រះអង្គបានត្រាស់សម្ដែងថាលោកនឹងគឺជាប្រសើរជាងភិក្ខុទាំងឡាយផ្នែកមានបរិវារច្រើនហើយព្រះអង្គក៏បានត្រាស់ជាមួយនឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយព្រះឧរុវេលកសបៈនឹងជាអ្នកប្រសើរជាងភិក្ខុទាំងឡាយជាសាវករបស់ព្រះតថាគតនឹងផ្នែកមានបរិវារច្រើនហើយក្រោយពីលោកនឹងបានសម្រេចនៅព្រះអរហន្តហើយនឹងលោកក៏បានពោលនៅព្រះគៀថាខ្ញុំនឹងឃើញនៅបដិហាររបស់ព្រះគោតមព្រះអង្គនឹងមានយុទ្ធដល់ម្លេះក៏នៅតែមិនអាចក្រាបសំពះព្រោះសេចក្តីច្រណែននិងសេចក្តីប្រកាន់ឲ្យផន់ច្រឡំចាំមានន័យថាព្រះអង្គទ្រង់សម្ដែងនៅបដិហារហ្នឹងទោះបីជាព្រះអង្គនឹងមានយុទ្ធដល់ម្លឹងហើយក៏នៅតែលោកនឹងមិនអាចក្រាបសំពះបានដែរក៏នៅជាដីហ្នឹងហើយព្រះសាស្តានឹងជាសារថីរបស់ជនទ្រង់ជ្រាបសេចក្តីត្រេះរិះរបស់ខ្ញុំហើយបានដាស់តឿនលំដាប់នោះខ្ញុំមានសេចក្តីសង្វេគនិងសេចក្តីព្រឺរោមដែលមិនធ្លាប់កើតមានហើយហ្នឹងការខ្ញុំនៅជាចដលក្នុងកាលមុនការសម្រេចលៀបសការៈណាតិចតួចគេនោះខ្ញុំលះបង់នៅការសម្រេចគឺលៀបសការៈនោះហើយមកបុះនៅក្នុងសាសនាព្រះចិនស្រីកាលពីដើមខ្ញុំជាអ្នកត្រេកអរដោយការបូជាភ្លើងមានកាមធាតុនឹងជាប្រធានការខាងក្រោយមកខ្ញុំបានដករាគៈទោសៈនិងមោហៈនឹងចោលហើយខ្ញុំដឹងខណ្ឌដែលធ្លាប់អាស្រ័យនៅក្នុងកាលពីដើមបានជំរះទៅបច្ចៈខុសឲ្យស្អាតជាអ្នកមានរិទ្ធដឹងចិត្តអ្នកដតីទាំងបានសម្រេចទិព្វសោតៈមួយទៀតកុលបុត្រចេញចាក់ផ្ទះមកបុះនៅក្នុងធម្មវិន័យដើម្បីប្រយោជន៍ណាប្រយោជន៍នោះខ្ញុំបានដល់ហើយតាមលំដាប់ទាំងនោះឲ្យអស់នៅសង្យោជនធម៌ទាំងពួងអញ្ចឹងលោកបានណាពោលនៅព្រះគាថាទាំងបានមកហ្នឹងខ្ញុំក៏ក្រោយពីលោកបានសម្រេចជាព្រះអរហន្តហើយបើអញ្ចឹងគឺថាគំរូដ៏ល្អរបស់ព្រះឧរុវេលកសបៈថេហ្នឹងក៏ដែលយើងនឹងគូនឹងមកបដិបត្តិនោះគឺបុគ្គលដែលជាអ្នកគ្រប់គ្រង
ជាអ្នកប្រធានលើមនុស្សជាច្រើននឹងឬថាជាប្រធានគ្រួសារក៏ដោយការដែលនឹងចង់ចិត្តរបស់បរិវារនឹងឲ្យជាឧមួយនឹងខ្លួនបានត្រូវអាស្រ័យមានគោលការណ៍ក្នុងភាពជាអ្នកចេះយកចិត្តបរិវារដោយការសង្គ្រោះដោយវត្ថុផ្សេងនេះនោះក៏ដោយធម៌គឺការណែនាំព្រាមប្រដៅឬការសន្ទនាធម៌ខ្លះតាមការសំគូសេចក្តីត្រូវការរបស់បរិវាររបស់លោកហ្នឹងក៏រហូតលោកនឹងបានទទួលការសរសើរពីព្រះមានព្រះភិក្ខថាជាអ្នកមានបរិវារច្រើនជាទីបំផុតនៅក្នុងសម័យនៃពុទ្ធកាលនេះដែលមានតែរូបលោកតែម្នាក់ទេញោមបព្វថេរៈតែមួយរូបទេដែលលោកនឹងមានបរិវារនឹងច្រើនអញ្ចឹងជីវប្រវត្តិរបស់ព្រះពុរុវេលកសបៈហ្នឹងក៏ដល់វេលានឹងបញ្ចប់ហើយអវសាននៃជីវិតរបស់លោកនោះទៅលោកអស់អាយុសង្ខារទៅចូលខណ្ឌបរិនិព្វានទៅហ្នឹងដោយលោកនឹងមានបរិវារនឹងច្រើននៅក្នុងព្រះពុទ្ធសាសនាហើយជាបន្តទៅទៀតហ្នឹងគឺអង្គខ្ញុំបកូនណាអាត្មានឹងលើកយកនៅប្រវត្តិរបស់ព្រះថេរៈមួយព្រះអង្គទៀតគឺព្រះកាលទាយិថេញាតិញោមបានប្រហែលជាបានស្ដាប់ប្រសងលើកឡើងពីជីវប្រវត្តិរបស់លោកហើយនេះញោមក៏លោកគឺជាអេតតកៈផ្នែកធ្វើឲ្យត្រកូលនឹងជ្រះថ្លាហើយគុណសម្បត្តិពិសេសរបស់លោកនឹងគឺថាជាសហជាតិវត្ថុមានន័យថាលោកនឹងបានប្រសូតចំថ្ងៃជាមួយនឹងព្រះបរមសាស្តាដែរនេះនោះក៏សហជាតិវត្ថុហ្នឹងគឺថាដែលកើតឡើងឬថាត្រូវព្រមគ្នាក្នុងថ្ងៃដែលព្រះបរមសាស្តាព្រះអង្គទ្រង់ប្រសូតហ្នឹងគឺថាមាន7យ៉ាងហ្នឹងនោះថាមានព្រះនាងយសោធិរាពំពីដែលជាព្រះរាហុលមេដានឹងមានព្រះអនន្តរាជកុមារមានឆន្ទមាតមានកាលទាយិមាតហ្នឹងញោមក៏គឺថាលោកហ្នឹងហើយមានសេះកណ្ដកៈមានដើមព្រះស្រីមហាពោធិព្រឹក្សនិងមានកំណត់ទ្រព្យទាំង4ទិសក៏អញ្ចឹងថានឹងជាសហជាតិវត្ថុព្រមគ្នាជាមួយនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់ចាំវត្ថុទាំង4ហ្នឹងគឺថាកើតព្រមគ្នាដែលថ្ងៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងព្រះអង្គទ្រង់ប្រសូតហើយព្រមទាំងព្រះកាលទាយិថេនឹងដែរលោកគឺជាលោកប្រសូតដំណើរជាមួយនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់ការព្រះអង្គនៅព្រះបរមគ្រូហ្នឹងនឹងជាអស័យតិមហាសាវកមួយរូបដោយមានការលើកតម្កើងពីព្រះសម្មាសម្ពុទ្ធនឹងជាម្ចាស់ថែមទៅទៀតហើយនៅក្នុងគម្ពីរអដ្ឋកថាឬថានៅក្នុងគម្ពីរខុទ្ទនិកាយអបទាននោះលោកបានពោលជីវប្រវត្តិរបស់ព្រះថេរៈនឹងថាកាលព្រះសម្មាសម្ពុទ្ធបតមត្តរៈជាម្ចាស់នឹងស្ដេចបាននិមន្តដំណើរទៅកាន់ផ្លូវឆ្ងាយបានថ្វាយនៅមុនការបន្ទងឬថាការបន់ការមលិះនិងអាហារទៅដល់ព្រះសម្មាសម្ពុទ្ធនឹងជាម្ចាស់ដោយសេចក្តីជ្រះថ្លាលុះដល់ពេលព្រះអង្គនឹងសោយស្រេចហើយទ្រង់ក៏បានទទួលនៅផ្កាឈើរបស់លោកនឹងទៅព្រះអង្គនឹងទ្រង់ជាកអនាគតរបស់លោកថាអ្នកដែលបានបូជាតថាគតដោយផ្កាឈើនិងគ្រឿងអាហារនៅក្នុងពេលនេះនឹងបានជាស្ដេចនៃទេវតាទាំងឡាយរហូតដល់18ជាតិក្នុងពេលដែលជាទេវរាជនឹងមានការបុតុមគឺថាផ្កាបុលនឹងនៅផ្កាបលិនឹងមកពាក់ជាបិតានៅលើអាកាសបានជាស្ដេចចក្រពត្តិនឹង15ជាតិទាំងបានជាបរិជាគ្រប់គ្រងក្នុងប្រទេសនីមួយនឹងរហូត500ជាតិដោយអំណាចនៃការបូជានៅ
ការខ្ញីទាំងឡាយព្រមទាំងចង្ហាន់បណ្ឌបាតចំពោះព្រះសម្មាសម្ពុទ្ធបរមត្តរៈជាម្ចាស់ហ្នឹងហើយនៅក្នុងរយៈពេល1សែនកាប់ខាងមុខហ្នឹងថានឹងមានព្រះពុទ្ធមួយព្រះអង្គកើតនៅក្នុងរាជវង្សរបស់ព្រះបាទឱករាជដែលមានដែលស្ដេចនឹងឧបតិឡើងក្នុងលោកអ្នកដែលបូជាតថាគតនៅក្នុងគ្រានេះនឹងបានបព្វជិនៅក្នុងព្រះសាសនារបស់ព្រះសាមណគោតមនោះហើយនឹងអស់នៅអសុរកិលេសហើយបានទទួលតំណែងដ៏ប្រសើរបំផុតដែលមានឈ្មោះថាកាលុទាយីអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះព្រះអង្គបានព្យាករយ៉ាងហ្នឹងថារួចហើយក៏លោកនោះក៏បានត្រាស់បន្តទៀតថាឥឡូវនេះខ្ញុំនឹងបានទម្លាយនៅរាគៈទោសៈមោហៈទាំងអស់នឹងហើយព្រះអង្គទ្រង់បានប្រោះប្រានទ្រង់បានតែងតាំងខ្ញុំនឹងទុកនៅក្នុងតំណែងដ៏ប្រសើរខ្ញុំនឹងបានបដិសម្បទា4វិមោក8និងអភិញ្ញា6ប្រការនឹងរួចស្រេចហើយនៅក្នុងអត្ថកថាបរមត្ថទីបនីដែលលោកបានសម្ដែងថានៅក្នុងកាលព្រះសម្មាសម្ពុទ្ធបរមត្តរៈជាម្ចាស់ហ្នឹងក្នុងកាលសម័យកាលហ្នឹងគឺថាកាលុទាយិថេនឹងបានកើតជាកដុំបានកើតជាកុលបុត្រនៅក្នុងក្រុងហង្សវតីហ្នឹងនៅថ្ងៃមួយបានទៅស្ដាប់ប្រធមទេសនារបស់ព្រះសម្មាសម្ពុទ្ធបរមត្តរៈនឹងជាម្ចាស់ហើយបានឃើញព្រះសម្មាសម្ពុទ្ធនោះទ្រង់បានតែងតាំងភិក្ខុមួយរូបនៅក្នុងតំណែងជាអេតតកៈគឺផ្នែកអ្នកប្រសើរជាងភិក្ខុទាំងឡាយអ្នកធ្វើត្រកូលនឹងឲ្យជ្រះថ្លាលុះដល់ពេលកុលបុត្រនឹងគឺថាទូឲ្យរបស់កាលុទាយីនឹងក៏មានសេចក្តីពេញចិត្តចំពោះតំណែងដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់គឺព្រះសម្មាសម្ពុទ្ធបរមត្តរៈជាម្ចាស់ហ្នឹងព្រះអង្គតែងតាំងភិក្ខុមួយរូបដែលប្រសើរជាងភិក្ខុទាំងឡាយផ្នែកធ្វើត្រកូលឲ្យជ្រះថ្លាហ្នឹងលោកបានធ្វើបុណ្យកុសលពលបុត្រនឹងបានឃើញចឹងបានធ្វើបុណ្យកុសលហើយតាំងនៅមនោបនិធានឲ្យបានក្នុងតំណែងហ្នឹងលុះដល់ពេលលោកអស់ជីវិតអំពីជាតិនឹងទៅក៏បានទៅកើតជាមនុស្សក៏បានកើតជាទេវតានឹងសោយទឹកសម្បត្តិនឹងមនុស្សលោកនៅក្នុងអស់កាលជាច្រើនរហូតដល់1សែនកាប់លុះដល់ពេលថ្ងៃដែលព្រះបរមពុទ្ធសាសនាថ្ងៃព្រះបរមពុទ្ធសាសនាដែលយើងដែលព្រះអង្គទ្រង់ប្រសូតហ្នឹងក៏ព្រះអង្គក៏ស្ដេចមកចាប់បដិសន្ធិក្នុងថ្ងៃដែលព្រះបរមពុទ្ធសាសនាដែលយើងស្ដេចក៏បានត្រូវពួកទេវតាទាំងឡាយនឹងអារាធនាឲ្យព្រះអង្គមកចង់ចាប់បដិសន្ធិនៅក្នុងមនុស្សលោកហ្នឹងញោមក៏នៅក្នុងមនុស្សលោកហ្នឹងគឺនៅក្នុងផ្ទៃរបស់ព្រះនាងសិរិមហាមាយាមុននឹងព្រះអង្គទ្រង់មកបដិសន្ធិនៅក្នុងមនុស្សលោកហ្នឹងគឺថាព្រះអង្គមើលនៅកាលហ្នឹងកាលណាថាប្រងប្រមល់មើលនៅមហាវិលោកណៈទាំង5ក៏មានកាលមានប្រទេសមានត្រកូលមានទ្វីបមានមាតាហ្នឹងក៏ព្រះអង្គប្រមល់មើលនៅហេតុទាំងឡាយ5ប្រការហ្នឹងហើយទៅព្រះអង្គស្ដេចមកចាប់បដិសន្ធិហើយកាលហ្នឹងមិននោះក៏កាលបើត្រង់ប្រមល់មើលនៅកាលគឺថាមនុស្សសម័យដែលមនុស្សនឹងមានអាយុច្រើនបំផុតនោះគឺថា100,000 ឆ្នាំឬថាតិចបំផុតនោះត្រឹម100 ឆ្នាំទៅព្រះសម្មាសម្ពុទ្ធនោះព្រះអង្គយាងយកកំណើតដើម្បីនឹងត្រាស់ដឹងជាព្រះសម្ពុទ្ធហើយនៅទី2នោះគឺថាប្រទេសនោះគឺថាព្រះអង្គប្រមើលមើលនៅប្រទេសនោះគឺថាមានសេចក្តីថាព្រះពុទ្ធអង្គទ្រង់តែងតែយកកំណើតត្រាស់ដឹងនៅក្នុងមជ្ឈិមប្រទេសត្រង់ដើមពោធិព្រឹក្សនៅត្រង់ថាពុទ្ធនៅត្រង់កិយាសីសៈប្រទេសនោះតែម្យ៉ាងព្រះអង្គនឹងមិនទៅយករាជទៅលោកឡើងនឹងឡើយនោះប្រទេសព្រោះហើយក្នុងត្រកូលនោះគឺព្រះពុទ្ធគ្រប់ព្រះអង្គតែងតែយាងយកកំណើតនៅក្នុងត្រកូល2នេះញោម
ដែលមានត្រកូលខ្សាត់និងត្រកូលព្រាហ្មណ៍តែប៉ុណ្ណោះឯត្រកូលផ្សេងដូចជាវៃស័កនិងសូត្រៈហ្នឹងគឺថាព្រះពុទ្ធអង្គនោះពុំដែលយងយួរកំណើតនៅក្នុងត្រកូលទាំងពីរហ្នឹងទេគឺព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងព្រះអង្គតែងតែយកត្រកូលពីរនេះញោមព្រោះត្រកូលខ្សាត់និងត្រកូលព្រាហ្មណ៍ហើយព្រះសម្មាសម្ពុទ្ធបរមគ្រូយើងហ្នឹងព្រះអង្គយងយួរកំណើតមកកើតនៅក្នុងត្រកូលដែលជាខ្សាត់ហ្នឹងក្នុងត្រកូលណាញោមហើយនឹងមួយទៀតទ្វីបគឺព្រះអង្គប្រមាលមកនៅទ្វីបគឺប្រពុតតែងតែយងយកកំណើតនៅក្នុងចម្ពោះទ្វីបតែប៉ុណ្ណោះឯទ្វីបផ្សេងទៀតគឺថាព្រះអង្គនឹងមិនយងយកកំណើតនោះទេដូចជាឧត្តរករុទ្វីបប្តីឬក៏ទ្វីបពពវេវិតេហទ្វីបប្តីគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនយងយកកំណើតនៅត្រង់ទីកន្លែងនឹងឡើយញោមក៏គឺព្រះអង្គយងយកកំណើតតែចម្ពោះទ្វីបតែប៉ុណ្ណោះហើយក្នុងទី5នោះព្រះអង្គប្រមាលមើលនៅមេដាគឺប្រពុតទាំងឡាយនឹងព្រះអង្គតែងតែយកកំណើតនៅក្នុងផ្ទៃនៃមេដាឯណាដែលមានអភិនិហាមានន័យថាការកសាងបុណ្យបារមីនឹងអភិនិហានឹងរហូតទៅដល់100,000កាប់ឯនោះញាតិញោមគឺថាម្ដាយដែលជាពុទ្ធមេដារបស់ព្រះសម្មាសម្ពុទ្ធទាំងគ្រប់ព្រះអង្គហ្នឹងគឺព្រះអង្គតែងតែប្រមាលមើលនៅមេដាឯណាដែលបានបំពេញនៅបុណ្យបារមី100,000កាប់ហ្នឹងញោមព្រោះជាស្ត្រីដែលមានគុណធម៌ខ្ពស់មិននិយាយលេសណោះមិននិយាយពាក្យដែលមិនសមគួរទាំងឡាយឬថាជាស្ត្រីដែលផឹកស្រាជាស្ត្រីដែលលេងនៅល្បែងអីគ្រប់ទាំងអស់ហ្នឹងគឺព្រះសម្មាសម្ពុទ្ធទាំងឡាយហ្នឹងព្រះអង្គមិនមកចាប់ផ្ទៃនៅក្នុងស្ត្រីទាំងឡាយហ្នឹងទេគឺព្រះអង្គមកចាប់បដិសន្ធិនៅក្នុងស្ត្រីទាំងឡាយឯណាដែលមានបុណ្យបារមីហ្នឹង100,000កម្មទៅព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងព្រះអង្គយងយកកំណើតមកកើតនៅក្នុងទីកន្លែងហ្នឹងនេះគឺថាជាមហាវិលោកណៈទាំង5ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងព្រះអង្គបានប្រមាលមើលអញ្ចឹងគឺថាព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គក៏បានចុះមកចាប់បដិសន្ធិនៅក្នុងព្រះគរនៃព្រះនាងសិរីមហាមាយាពុទ្ធមេដានោះហើយកលបុត្រកាលោទាយិនឹងក៏បានចុះមកបដិសន្ធិនៅក្នុងគររបស់ភរិយារបស់អាមាត្យនៅក្នុងក្រុងកបិលផុសហ្នឹងជាថ្ងៃជាមួយគ្នានឹងព្រះមានប្រភានៃព្រះសម្មាសម្ពុទ្ធបរមគ្រូនិយើងនៅក្នុងមង្គលសម័យពេលដែលព្រះពោធិសត្វព្រះអង្គក៏បានប្រសូតចេញចាកគោព្រះមេដានៅក្នុងព្រៃលំពិនីហ្នឹងញោមគឺថាស្ត្រីទាំងឡាយគឺថាស្ត្រីឥណ្ឌាទាំងឡាយហ្នឹងគឺពេលដែលរៀបការហ្នឹងទៅខាងស្វាមីអញ្ចឹងដល់ពេលប្រសូតបុត្រទៅគ្រប់ខែហ្នឹងគឺត្រូវទៅប្រសូតបុត្រនៅខាងម្ដាយបង្កើតរបស់ខ្លួនហ្នឹងញោមអញ្ចឹងគឺថាព្រះមេដានឹងយាងការអនុញ្ញាតសុំការអនុញ្ញាតពីព្រះបាទសទ្ធោទនៈនឹងដើម្បីទៅប្រសូតបុត្រនៅខាងនគរព្រះមេដានឹងហើយគឺថាទៅមិនតាន់នឹងដល់ព្រះនគរផងក៏ដល់ព្រៃលំពិនីហ្នឹងគឺថាព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងក៏ព្រះអង្គនឹងប្រសូតហើយកុលបុត្រទាយីនឹងក៏ប្រសូតចេញចាកគោព្រមគ្នានឹងព្រះបរមពុទ្ធសាសនាដែរណាញោមព្រោះហេតុនឹងហើយទៅមេដាបៃតានឹងនាំទារូបដែលដេកនៅលើសម្ពុតចូលទៅថ្វាយនៅលើសម្ពុតទូកូលពលនឹងចូលទៅថ្វាយបង្គំព្រះបាទសទ្ធោទនៈនឹងដើម្បីប្រយោជន៍នឹងឲ្យបានជាបរិវាររបស់ព្រះបរមពុទ្ធសាសនាក្នុងថ្ងៃដែលមហាអភិលក្ខតសម័យហ្នឹងគណៈពេលដែលព្រះបរមពុទ្ធសាសនាទ្រង់ប្រសូតហ្នឹងក៏ប្រសូតចេញចាព្រះឧត្តរហ្នឹងគឺថាមានសហជាតិវត្ថុទាំង7នេះញោមដែលកើតព្រម
ថ្ងៃជាមួយនឹងព្រះបរមពុទ្ធសាសនាទាំង7ប្រការហ្នឹងយកដែលអាត្មាបានលើកឡើងហ្នឹងមានដើមពោធិព្រឹក្សមានព្រះនាងពំពីដែលជាមាតារបស់ព្រះរាហុលនឹងមានកំណត់ត្រប់ទាំង4មានសេះកន្តិកាមាននាយឆានមានកាលទាយីនិងព្រះអនន្តនឹងហើយក្នុងថ្ងៃដែលពួកញាតិនឹងបានតាំងឈ្មោះឲ្យបុត្ររបស់អាមាត្យនឹងពូហោរាណាប្រធាអាចារ្យនឹងក៏បានតាំងឈ្មោះឲ្យជាឧទាយីដោយការតាំងឈ្មោះឲ្យនេះព្រោះថាក្នុងថ្ងៃហ្នឹងមហាជននៅក្នុងព្រះនគរហ្នឹងគឺថាម្នាក់ហ្នឹងមានចិត្តនឹងព្រឺរោមដោយថាទារកនឹងមានសម្បូរនឹងខ្មៅបន្តិចទៅបាននាំគ្នានឹងដាក់ឈ្មោះពីខាងមុខនឹងថាកាលៈហ្នឹងកាលៈហ្នឹងប្រើថាខ្មៅហ្នឹងនឹងរួមឈ្មោះដើមហ្នឹងទៅឈ្មោះថាកាលទាយីអញ្ចឹងថាលោកនឹងមានរាងខ្មៅនឹងបន្តិចហើយការបើកាលទាយីកុមារនឹងបានជាសម្ដែងនៃព្រះបរមពុទ្ធសាសនាយើងទាំងឡាយរហូតដល់មានវ័យនឹងចម្រើនតមកដល់ថ្ងៃមួយព្រះបរមពុទ្ធសាសនាស្ដេចចេញចាកយាងនៅមហាអភិនៃក្រមហ្នឹងត្រង់បានបំពេញសេចក្តីព្យាយាមនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងបានសម្ដែងនៅពធធម្មចក្រកបវត្តនសូត្រនឹងដែលជាបឋមទេសនាហើយក៏បានស្ដេចយាងទៅប្រោះសត្វនឹងតាមលំដាប់ហើយស្ដេចនឹងក៏បានយាងទៅចាំព្រះប្រសានៅឯវត្តវេលវ័នមហាវិហារនឹងក្នុងក្រុងរាជក្រឹត្យដែលជាវត្តរបស់ព្រះបាទពិនវិសារាជត្រង់នឹងសាងថ្វាយវត្តនឹងជាលើកដំបូងហើយនៅក្នុងកាលនោះគឺថាព្រះបាទមហាសទ្ធោទនៈនឹងដែលជាមហារាជពុទ្ធបិតានឹងទ្រង់ជ្រាបថាព្រះសទ្ធត្ថរាជបុត្រនឹងព្រះអង្គបានត្រាស់ដឹងនៅសបញ្ញត្តិញ្ញាណហើយស្ដេចក៏យាងមកគង់ចាំព្រះវស្សានៅឯព្រៃនៅឯវត្តវេលវ័ននាក្រុងរាជក្រឹត្យនឹងហើយទៅព្រះរាជានឹងទ្រង់មានព្រះរាជឱកាសទ្រង់ត្រាស់បញ្ជាឲ្យពួកអាមាត្យនិងបរិវារនឹង1000នាក់នោះទៅក្រាបទូលអរតនីព្រះមានប្រភិឲ្យយាងត្រឡប់មកក្រុងកបិលផោះហើយអាមាត្យម្នាក់ហ្នឹងគឺថាបាននាំបរិវារទាំង1000នាក់ហ្នឹងទៅតាមព្រះរាជបញ្ជារបស់ព្រះបាទសទ្ធោទនៈហ្នឹងញោមក៏បានធ្វើដំណើររហូតចម្ងាយផ្លូវនឹង60យោជន៍ក៏បានទៅកាន់ដល់វត្តវេលវ័ននឹងមហាវិហារនឹងនៅក្នុងពេលដែលពួកអាមាត្យនឹងនាំបរិវារនឹងទៅដល់ជាពេលដែលព្រះមានប្រភិព្រះអង្គគង់ប្រថាប់នៅក្នុងកណ្ដាលនៃបរិស័ទនឹងទ្រង់បានប្រោះប្រទាននៅព្រះធម៌ទេសនាហើយពួកអាមាត្យនឹងក៏បានសម្ដែងសេចក្តីគោរពចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយក៏អង្គុយនៅក្នុងទីបំផុតនៃបរិស័ទទាំងឡាយហ្នឹងដោយគិតថានឹងត្រូវបញ្ចប់បញ្ឈប់ឲ្យព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គហើយព្រះអង្គនឹងទ្រង់ឈប់សម្ដែងពធនឹងសិនណាញោមដោយពួកអាមាត្យទាំងឡាយហ្នឹងគឺថាមិនតន់នឹងក្រាបទូលទេញោមអត់ទោះមិនតន់នឹងក្រាបទូលព្រះសម្មាសម្ពុទ្ធជាម្ចាស់ថាព្រះប្របាទសទ្ធោទនៈហ្នឹងរតនីទៅកាន់ក្រុងកបិលផោះហ្នឹងហើយពួកអាមាត្យទាំងឡាយហ្នឹងអត់តន់ទៅប្រាប់ឬថាទទួលព្រះសម្មាសម្ពុទ្ធយ៉ាងហ្នឹងទេក៏បានអង្គុយនាំគ្នាតាំងចិត្តស្ដាប់ព្រះធម៌ទេសនាហ្នឹងពួកអាមាត្យទាំងហ្នឹងក៏បានសម្រេចនៅព្រះអរហត្តផលព្រមទាំងបរិវារ1000នាក់នោះក៏បានសម្រេចជាព្រះអរហន្តដែរទៅបានទទួលការឧបសម្បទាជាអេហិភិក្ខុហើយក៏បានត្រង់នៅបាតនឹងជីវរនិងបរិខាដែលកើតឡើងដោយអំណាចនៃពុញ្ញរិទ្ធរបស់លោកហ្នឹងដោយប្រៀបថាអេហិភិក្ខុហ្នឹងដូចជាមហាថេរៈដែលមានវសានឹង
100ភាសាអញ្ចឹងណាញោមបានជាព្រះអរហន្តហើយក៏មិនបានក្រាបទូលឲ្យព្រះមានប្រភិយទ្រង់ជ្រាបនៅព្រះរាជបញ្ជារបស់ព្រះពុទ្ធបិតាដែលត្រាស់បញ្ជាមកទេក៏ដោយលោកហ្នឹងបានសម្រេចជាព្រះអរហន្តទាំងអស់ហ្នឹងញោមក៏អាមាត្យម្នាក់ហ្នឹងព្រមទាំងបរិវារ 1000 នាក់ហ្នឹងដោយមកដល់ដំបូងហ្នឹងអត់មិនតាន់ក្រាបទូលព្រះមានប្រភិយទេនាំគ្នាអង្គុយស្ដាប់ធម៌ស្ដាប់ទៅក៏បានសម្រេចជាព្រះអរហន្តចឹងទៅប្របាទសទ្ធោទនមហារាជនឹងទ្រង់រំលឹកថាហេតុអ្វីបានជាបុត្ររបស់យើងនឹងមិនយាងមកដោយដំណឹងល្អឬអាក្រក់ហ្នឹងក៏មិនបានប្រាប់ឲ្យយើងឲ្យដឹងហើយពួកអាមាត្យរបស់យើងហ្នឹងក៏ទៅបាត់នេះមិនត្រឡប់មកវិញទ្រង់មានបតីនឹងព្រួយបារម្ភហ្នឹងទៅព្រះអង្គហ្នឹងទ្រង់មានព្រះរាជបញ្ជាបញ្ជូនពួកអាមាត្យនិងបរិវារ 1000 នាក់ហ្នឹងទៅម្ដងទៀតទេញោមលើកមុនទៅ 1000 នាក់ហើយមិនតាន់នឹងបានទទួលដំណឹងផងស្ងាត់សូន្យឈឹងហើយអាមាត្យម្នាក់ហ្នឹងត្រូវទៅជាលើកទី 2 នឹងទៀតហើយស្ដាប់ពធហើយក៏បានសម្រេចជាព្រះអរហន្តទៀតណាញោមអាមាត្យដំបូងហ្នឹង 1000 នាក់អាមាត្យម្នាក់និងបរិវារ 1000 នាក់បានសម្រេចជាព្រះអរហន្តហើយអាមាត្យម្នាក់ដែលទៅខាងក្រោយទៀតក៏បានស្ដាប់ពធហើយក៏សម្រេចជាព្រះអរហន្តនឹងដែរហើយប្របាទពិនពិសាប្របាទសទ្ធោទនមហារាជនឹងទ្រង់ក៏ដឹងថាអាមាត្យទី 2 នឹងក៏បាត់ទៀតអត់មានបញ្ជូនដំណឹងឲ្យទ្រង់នឹងបានដឹងទៅទ្រង់នឹងបញ្ជូនមនុស្សបរិវារនឹងទៅទៀតណាទ្រង់បញ្ជូនទៅទាំងអស់នោះគឺថា9 នាក់ហ្នឹងបាទទាំងអស់ហ្នឹងគឺថា9 នាក់ដែលមានបរិវារតាមនឹងរហូតទៅដល់ 9000 នាក់ហ្នឹងហើយអាមាត្យទាំង 9 នាក់ហ្នឹងរួមទាំងបរិវារទាំង 9000 នាក់ហ្នឹងកាលបានសម្ដែងនៅធម៌ជាព្រះអរហន្តហើយគឺថាមិនមានភិក្ខុណាក្រាបទូលរតនីព្រះមានប្រភិយជាម្ចាស់ហើយដំណឹងនោះជាស្ងាត់ទៅដោយព្រះរាជាសទ្ធោទនមហារាជនឹងទ្រង់មិនតាន់នឹងបានជ្រាបទេទៅព្រះរាជាប្របាទមហាសទ្ធោទនមហារាជនឹងទ្រង់ត្រាស់រិះថាដោយការអអន់ប្រហរតីនោះថាពួកអាមាត្យដែលព្រះរាជានឹងបញ្ជូនទៅនឹងដែលមានចំនួនច្រើននោះថាมันមានអ្នកណាម្នាក់ដែលស្មោះត្រង់ចំពោះនឹងព្រះរាជាมันមានអ្នកណាម្នាក់ក្លាហានក្រាបទូលឲ្យបុត្ររបស់ព្រះអង្គយាងមកកាន់ក្រុងកបិលផុសនេះសោះអញ្ចឹងព្រះអង្គមានការតូចអអន់នៅប្រហរតីនេះគឺថាបរិវារទៅ 1000 នាក់អាមាត្យមួយបរិវារ 1000 នាក់ហ្នឹងក៏បានអាមាត្យទី 2 ហ្នឹងចឹងទៀតក៏បានទៀតរហូតទៅដល់អាមាត្យ 9 នាក់ព្រមទាំងបរិវារទាំង 9000 នាក់ហ្នឹងក៏ស្នាទៀតចឹងទៅព្រះរាជានឹងទ្រង់ក៏ពិចារណាការឲ្យមគលដតីនឹងទៅទៀតនេះញោមជាការក្រែងប្រហរតីរបស់ប្របាទសទ្ធោទនមហារាជនឹងដោយទ្រង់ខ្លាចថាគង់នឹងដូចការណាបើបញ្ជូនទៅដូចជាអ្នកមុននឹងទៀតព្រះរាជានឹងទ្រង់ខ្លាចអញ្ចឹងតើព្រះអង្គពិចារណានៅហេតុសពគ្រប់ហើយទើបព្រះអង្គទ្រង់យល់ឃើញថាការលោកទាយីអាមាត្យនឹងតែម្នាក់ដែលជាមិត្តសម្លាញ់របស់បុត្ររបស់យើងមានន័យថាការលោកទាយីអាមាត្យនឹងគឺជាមិត្តភក្តិរបស់ព្រះបរមពុទ្ធសាសនាព្រះបរមគ្រូព្រះអង្គកាលនៅជាព្រះបរមពុទ្ធសាសនានេះញោមអញ្ចឹងទៅព្រះរាជានឹងព្រះអង្គទ្រង់នឹកឃើញទៅដល់ការលោកទាយីអាមាត្យនឹងដែលជាសម័យរបស់ព្រះបរមគ្រូនឹងហើយទ្រង់ក៏បានត្រេះរិះថាជាមនុស្សដែលមានចិត្តស្មោះត្រង់ជាមួយចំពោះយើងដល់ពេលព្រះរាជានឹងទ្រង់ពិចារណានៅហេតុយ៉ាងហ្នឹងហើយទើបហៅនៅការលោកទាយីអាមាត្យនឹងចូលកលហើយមានព្រះរាជាតម្រាស់ថាម្ដៀលការលោកទាយីអ្នកនឹងនាំបរិវារអ្នកនឹងចូលនាំបរិវារ 1000 អ្នកនឹងទៅរកបុត្ររបស់យើងហើយនាំបុត្ររបស់យើងនឹងមកកាន់ក្រុងកបិលផុសនេះឲ្យបាន
ហើយការលោកទាជាអាមាត្យហ្នឹងក៏បានទទួលជាអាមាត្យទី10ហ្នឹងបងទទួលនៅព្រះរាជឱការរបស់ព្រះរាជាយ៉ាងហ្នឹងហើយទៅការលោកទាជាអាមាត្យហ្នឹងបានត្រាស់ថាខ្ញុំព្រះអង្គនឹងសូមព្រះរាជទានព្រះពរទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គនឹងមានឱកាសបានបព្វជិដូចជាពួកអាមាត្យនិងបរិវារដែលទៅមុនហើយនោះចុះថាខ្ញុំព្រះអង្គនឹងទទួលនៅការបញ្ជានឹងនាំព្រះរាជាឱរសយាងត្រឡប់មកកាន់ក្រុងកបិលភស្តុនឹងឲ្យបានអញ្ចឹងការលោកទាជាអាមាត្យហ្នឹងថាសំបូងហើយថានឹងទទួលឲ្យឬថារដ្ឋនីរបស់រដ្ឋនីនៅព្រះរាជាឱរសគឺថាព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងត្រឡប់ទៅកាន់ក្រុងកបិលភស្តុហ្នឹងទៅព្រះបាទសទ្ធោទនៈហ្នឹងទ្រង់ត្រាស់ថាមនាលការលោកទាយីអ្នកបព្វជិឬក៏ធ្វើយ៉ាងណាហ្នឹងតាមអាស្រ័យរបស់អ្នកទៅចោះយើងមិនថាថ្មីទេថាសូមឲ្យអ្នកនឹងនាំព្រះរាជាឱរសនឹងឲ្យបរិយាបុត្ររបស់យើងនឹងត្រឡប់មកកាន់ក្រុងកបិលភស្តុនឹងឲ្យបានហើយការលោកទាយីអាមាត្យនឹងបានក្រាបទូលទទួលព្រះរាជាបញ្ជាថាបងពិតព្រះសម្មាទិទេពហើយក៏បាននាំបរិវារទាំង 1000 នាក់នឹងធ្វើដំណើរចេញអំពីក្រុងកបិលភស្តុនឹងឆ្ពោះទៅកាន់ក្រុងរាជក្រឹងលុះចូលទៅដល់ហើយក៏បានទទួលស្ដាប់ប្រធមទេសនាអំពីព្រះមានព្រះភិក្ខជាម្ចាស់រហូតបានសម្រេចជាព្រះអរហន្តព្រមទាំងបរិវារ 1000 នាក់ដែលទៅតាមជាមួយនឹងផងហើយបានទទួលនៅព្រះរាជានុញ្ញាតបព្វជិឧបសម្បទាជាភិក្ខុនៅក្នុងព្រះសាសនារបស់ព្រះបរមគ្រូនឹងដោយហេតុភិក្ខុសម្បទានឹងគឺថាព្រះមានព្រះភិក្ខទ្រង់អនុញ្ញាតឲ្យឧបសម្បទានឹងដោយខ្លួនព្រះសម្មាសម្ពុទ្ធដោយខ្លួនព្រះអង្គផ្ទាល់ហើយក្រោយពីឧបសម្បទាហើយឧទាយីថេនឹងក៏ពិចារណាដល់ហេតុដែលនឹងអរតនីព្រះសម្ពុទ្ធថាការនេះមិនមែនជាកាលដែលព្រះមនីស្ដេចនឹងយាងទៅកាន់ក្រុងកបិលភស្តុរបស់ព្រះពុទ្ធបិតាទេបើចិត្តដល់វសានរដូវនឹងហើយគឺថាក្នុងព្រៃនឹងមានផ្កាឈើនឹងផ្លែឈើនឹងចេញត្រង់ព្រាតនៅលើដើមនឹងដេះដាស់នឹងហើយលោកនឹងមើលម្ដងហើយម្ដងទៀតការហ្នឹងថាទៅសំគូដល់ព្រះមានព្រះភិក្ខនឹងស្ដេចយាងទៅហើយពិចារណាដល់ហេតុការហ្នឹងហើយលោកក៏រងចាំដល់កំណត់កាលរដូវកាលដែលមិនតាន់ដល់នៅវស្សានរដូវគឺថារដូវផ្កាឈើលូតលាស់ហ្នឹងលុះដល់ពេលហេមបន្តរដូវលោកក៏បានឃើញថាជាការគូស្នាក់សមគូដល់ស្ដេចនឹងយាងទៅកាន់ក្រុងកបិលភស្តុហ្នឹងហើយទៅបានក្រាបទូលពរនីអំពីផ្លូវដែលផ្លូវដែលជាទីរីករាយដើម្បីនឹងឲ្យព្រះមានព្រះភិក្ខនឹងស្ដេចយាងទៅកាន់ក្រុងកបិលភស្តុហ្នឹងថាបបពិតព្រះអង្គដែលចម្រើនរដូវកាលដែលមិនត្រជាក់ពេកមិនក្តៅពេកជាសុខស្រួលគូដើរទៅកាន់ផ្លូវឆ្ងាយបានពួកសក្យៈនិងពួកកោសយៈនឹងថាសូមជួបព្រះអង្គដែលមានព្រះភិក្ខបែរត្រឡប់មកកាន់ខាងក្រោយដើម្បីសម្លឹងមើលស្ទឹងរោហេដៃនឹងហើយអ្នកស្រែជួស្រែដល់សេចក្តីប្រាថ្នាក៏ព្រុសស្រូវដោយសេចក្តីប្រាថ្នាពួកសេចក្តីប្រាថ្នាពួកឈ្មួញអ្នករោគនៅត្រមឆ្លងសមុទ្រដោយសេចក្តីប្រាថ្នាថាខ្ញុំព្រះអង្គនឹងស្ថិតនៅដោយសេចក្តីប្រាថ្នាណាសេចក្តីប្រាថ្នារបស់ខ្ញុំព្រះអង្គនោះសូមឲ្យបានសម្រេចថាខ្ញុំព្រះអង្គនឹងជាបុត្រនៃព្រះពុទ្ធព្រះអង្គនឹងមិនមានបុគ្គលដទៃនឹងក្របសង្កត់បានព្រះវិង្គីស័កមិនមានបុគ្គលណាប្រៀបបានប្រកបទៅដោយតាតិគុណបបិទ្ធព្រះអង្គជាសក្យៈព្រះអង្គនឹងជាបិតានៃបិតារបស់ខ្ញុំព្រះអង្គបបិទ្ធព្រះគោតមព្រះអង្គនឹងជាជីតារបស់ខ្ញុំព្រះអង្គដោយធម៌ម្យ៉ាងទៀតក៏ការពរនីដែលការលោកទីយីថេនឹងបានក្រាបទូលដល់ព្រះមានព្រះភិក្ខដើម្បីឲ្យស្ដេច
ពុទ្ធដំណើរទៅកាន់ក្រុងកបិលផុសហ្នឹងដែលជាលោកនឹងបានពោលដើម្បីនឹងអរតនីព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងព្រះអង្គដែលយាងទៅកាន់ក្រុងកបិលផុសហ្នឹងញោមហើយព្រះសាស្តាព្រះអង្គក៏បានស្ដាប់នៅពីអរតនីនោះហើយទ្រង់ក៏បានជ្រាបថាឥឡូវនេះការលោកទាយីនឹងមកពរនីអំពីផ្លូវដើម្បីនឹងឲ្យតថាគតនឹងយាងទៅថារដូវកាលនេះល្មមសំគូហើយដល់តថាគតនឹងយាងទៅកាន់ក្រុងកបិលផុសទ្រង់នឹងក៏បានកំណត់យ៉ាងឡើងហើយព្រះអង្គព្រមទាំងភិក្ខុសង្ឃ20000រូបមាន20000រូបនឹងស្ដេចក៏បានយាងអំពីក្រុងរាជក្រឹសនឹងទ្រង់មានពុទ្ធដំណើរទៅកាន់ក្រុងកបិលផុសនឹងរហូតបានឆ្លងកាត់ដើម្បីព្រមហាជននឹងមកឆ្លងកាត់នៅទីគុំជនបទនឹងរហូតទៅដល់ក្រុងកបិលផុសនឹងចំណែកឯព្រះកាលោកទាយីថេនឹងលោកក៏បានហោះទៅប្រាប់ដំណឹងប្របាទសុទ្ធោទនៈមហារីនឹងជាមុនតែលោកក៏បានហោះនឹងហើយក៏បានសម្ដែងខ្លួនឲ្យប្រកបទៅដល់ព្រះរាជានឹងទ្រង់បានតតឃើញអញ្ចឹងទៅហើយព្រះរាជានឹងក៏បានទ្រង់ត្រាស់សួរថាអ្នកនឹងគឺជាអ្នកណាមកពីទីណាហើយព្រះរាជាទ្រង់សួរយ៉ាងហ្នឹងណាញោមគឺថាគឺព្រះរាជានឹងព្រះអង្គចាំមិនបាននឹងមិនធ្លាប់ឃើញភេទនឹងពីមុនណាញោមភេទជាអ្នកប៊ូហ្នឹងលុះតែការលោកទាយីមានឹងក៏បានថ្វាយនៅប្រពោថាអាត្មានឹងជាបុត្ររបស់អាមាត្យជាអ្នកដែលព្រះអង្គនឹងទ្រង់បានប្រើឲ្យទៅក្រាមទូលអរតនីព្រះពុទ្ធតែលោកនឹងមិនបានថ្វាយប្រពោដូច្នេះទេញោមគឺថាលោកនឹងមិនមែនថាអាត្មានឹងជាបុត្ររបស់អាមាត្យនឹងទេថាអាត្មានឹងជាបុត្ររបស់ព្រះពុទ្ធត្រង់នឹងមិនមាននៅវត្ថុណារារាំងនឹងបានឡើយត្រង់នឹងមានរស្មីប្រមូលពណ៌ផ្សាយចេញពីព្រះវរកាយរោគបុគ្គលណាប្រៀបបានត្រង់មានប្រហារតីករណាបពិតមហាបពិតត្រង់ជាព្រះបិតារបស់អាត្មាភាពព្រោះហេតុដូច្នេះទៅមហាបពិតនឹងជាភ្នែករបស់អាត្មាជាធម្មតាក្នុងលោកទូដល់ពេលប្របាទពិនមហាសុទ្ធោទនៈមហារាជនឹងទ្រង់បានស្ដាប់នៅវិចាររបស់ព្រះថេរៈនឹងហើយទ្រង់យល់បានកើតសេចក្តីសមណោះរីករាយនឹងយ៉ាងខ្លាំងទៅបានត្រាស់អរតនីឲ្យលោកនឹងមកគង់លើរតនបល្ល័ង្កហើយក៏បានចាត់ចែងរៀបចំនៅភោជនាហារប្រគេនដល់ការលោកទាយីថេនោះការប្រថេរៈនឹងបានទទួលនៅភោជនាហារនោះហើយក៏បានសម្ដែងអាការៈដើម្បីនឹងថ្វាយប្រពោលាព្រះរាជានឹងទៅប្របាទសទ្ធោទនៈនឹងទ្រង់មានព្រះបន្ទូលថាលោកម្ចាស់ព្រះមានប្រភានឹងនៅទីណាហើយព្រះថេរៈនឹងក៏បានថ្វាយថាថ្វាយប្រពោព្រះពុទ្ធជាម្ចាស់នឹងព្រមដោយភិក្ខុសង្ឃនឹងទាំង20000រូបនោះស្ដេចកំពុងយាងនៅតាមផ្លូវដើម្បីមកកមហាបពិតទៅព្រះរាជានឹងបានថាលោកម្ចាស់បើដូច្នេះសូមលោកនឹងឆានអាហារនេះសិនចុះហើយសូមនាំយកអាហារដតីទៅថ្វាយព្រះរាជបុត្រដែលជាព្រះឱរសរបស់ខ្ញុំព្រះអង្គក្នុងកាលក្រោយហើយពេលដែលបុត្រខ្ញុំនឹងមិនតន់មកដល់ព្រះនគរនេះដរាបណាសូមលោកម្ចាស់នឹងនាំយកនៅអាហារទី2នោះទៅថ្វាយបុត្ររបស់ខ្ញុំដរាបនោះចុះប្របាទសុទ្ធោទនៈមហារាជនឹងទ្រង់មានព្រះរាជបញ្ជាពវរណាចំពោះព្រះថេរៈយ៉ាងហ្នឹងហើយព្រះកាលោកទាយិថេនឹងបានធ្វើនៅផតកិច្ចគឺឆានចង្ហាន់នៅក្នុងបរិវេណព្រះរាជបរិវេណរបស់ព្រះបាទសុទ្ធោទនៈមហារាជយ៉ាងនោះហើយលុះដល់ពេលលោកធ្វើនៅផតកិច្ចរួចស្រេចហើយក៏បានសម្ដែងធម៌ទៅដល់ព្រះបាទសុទ្ធោទនៈមហារាជនិងបរិវារទាំងអស់ព្រមទាំងអ្នកដែលនៅក្នុងរាជវាំងនឹងដែលមានព្រះបាទសុទ្ធោទនៈមហារាជនឹងជាប្រធានការសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យតាមមុននឹងបានឃើញព្រះមានព្រះភិក្ខជាម្ចាស់តាមបានសម្ដែងបដិហាដោយការអធិដ្ឋានឲ្យបាទ
ដែលមានអាហារពេញនោះអណ្ដែតឡើងនៅក្នុងអាកាសហ្នឹងនៅក្នុងទីចំពោះមុខមនុស្សជាច្រើនហើយលោកនឹងក៏បានហោះឡើងតាមយកបាតនោះហើយយកទៅថ្វាយព្រះមានប្រភេទនឹងជាម្ចាស់ដោយការធ្វើយ៉ាងហ្នឹងគឺថារៀងរាល់ថ្ងៃហើយព្រះមានប្រភេទទ្រង់ក៏បានសោយនៅរហាយាដែលព្រះកាលោទាយិថេនឹងនាំមកអំពីបរិវេណឬថាព្រះរាជវាំងរបស់ព្រះរាជានឹងរៀងរាល់ថ្ងៃហ្នឹងហើយរាប់តាំងពីថ្ងៃដែលព្រះអង្គបានធ្វើនៅពុទ្ធដំណើរនឹងរហូតទៅដល់ស្ដេចយាងបាន60យោជហ្នឹងទៅមកដល់ក្រុងកបិលភ័ក្រជាលើកដំបូងក្រោយអំពីស្ដេចព្រះអង្គបានចេញចាកសាងខ្លួនរហូតមកព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះអង្គនឹងក៏បានយាងត្រឡប់មកកាន់ក្រុងកបិលភ័ក្រនេះដើម្បីក្រាបទូលអារាធនារបស់ដោយការក្រាបទូលអារាធនារបស់ព្រះកាលោទាយិថេនឹងដែលជារាជទូតទី10នៃរបស់ព្រះបាទសុទ្ធោទនមហារាជដែលទ្រង់បញ្ជូនក្នុងពេលដំបូងផងក៏មានមនុស្សនឹង10000 10នាក់នឹងគាត់ហ្នឹងញោមក៏ដោយបរិវារដែលព្រះជានឹងព្រះអង្គទ្រង់បានបញ្ជូនទៅហ្នឹងក៏ទាំងព្រះថេរៈមួយព្រះអង្គផងព្រមទាំងបរិវារផងមានរហូតដល់10010នាក់គុណចឹងថាតម្រាំតែតម្រាំតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គយាងមកកាន់ក្រុងកបិលភ័ក្រហ្នឹងគឺថាបញ្ជូនមនុស្សហ្នឹងទៅច្រើនបញ្ជូនអាមាត្យដំបូងហ្នឹងព្រមទាំងបរិវារ1000ហ្នឹងទៅស្ងាត់ឈឹងបញ្ជូនដល់ទី2ស្ងាត់ឈឹងទី3ស្ងាត់ឈឹងរហូតទៅដល់នឹកឃើញទៅដល់ព្រះកាលោទាយិថេហ្នឹងដែលជាមិត្តភក្តិឬថាអ្នកដែលចិត្តស្និទ្ធជាមួយនឹងព្រះរាជកុមារដែលព្រះអង្គតន់ចេញសាងភ្នោះនោះគឺថាព្រះអង្គមានភាពស្និទ្ធស្នាលទៅព្រះបាទសុទ្ធោទនៈនឹងព្រះអង្គឲ្យលោកនឹងយាងទៅហើយក៏បានសូមការបព្វជិពីព្រះរាជានឹងហើយថាបើព្រះរាជានឹងព្រមអនុញ្ញាតឲ្យបព្វជិនឹងទទួលនឹងប្រកេនដំណឹងហ្នឹងទៅព្រះសម្មាសម្ពុទ្ធទូលដំណឹងហ្នឹងអញ្ចឹងមកក៏យល់ព្រមអញ្ចឹងព្រះសម្មាសម្ពុទ្ធនោះក៏បានទទួលការអារាធនាពីព្រះកាលោទាយិថេនឹងក៏សូមអនុមោទនា